ព័ត៌មានដែលថាកម្ពុជាអង្រួនពិភពលោករឿងតួលេខបង្ក្រាបករណីឆបោកអនឡាញហេតុអីបានជាពិភពលោកត្រូវបានកម្ពុជាអង្រួនទៀតហើយព្រោះជាទូទៅកម្ពុជាអង្រួនពិភពលោកនេះអត់ដែលអង្រួនរឿងល្អទេអង្រួនតែរឿងអាក្រក់រឿងអាស្រូវរឿងដែលពុកលលួយរឿងរំលោភសិទ្ធិមនុស្សរឿងបំផ្លាញប្រជាធិបតេយ្យរឿងអីសពបែបយ៉ាងចុះលើកនេះអង្រួនពិភពលោកអីទៀតហើយបងប្អូនតាមពិតរឿងដែលគួរឲ្យចាប់អារម្មណ៍មែនទែននៅប្រទេសកម្ពុជាបងប្អូនហើយរយៈពេលពីខែកក្កដាឆ្នាំ2025មកដល់ខែមិថុនាចុងខែមិថុនាកន្លងទៅនេះគឺរយៈពេល1ឆ្នាំគត់ដែលកម្ពុជាបានសម្រុកបង្ក្រាបបទល្មើសឆបោកអនឡាញនិយាយទៅអាបទល្មើសឆបោកអនឡាញនៅកម្ពុជានេះឃើញកម្ពុជាសម្រុកខ្លាំងមែនទែននៅពេលដែលថៃចាប់ផ្ដើមវាយសង្គ្រាមលើកទី1នៅប្រទេសកម្ពុជាបងប្អូនមានចាំទេសង្គ្រាមយើងកើតឡើងនៅខែកក្កដាគឺខែនោះឯងដែលកម្ពុជាចាប់ផ្ដើមសម្រុកដោះស្រាយបញ្ហាឆបោកអនឡាញដោយចាប់ផ្ដើមពីដំបូងថៃគេចាប់ផ្ដើមបិទអ៊ីនធឺណិតបិទភ្លើងបិទអីទៅក្រុងប៉ោយប៉ែតព្រោះត្រូវកម្ចាត់មជ្ឈមណ្ឌលឆបោកអនឡាញមួយនៅក្រុងហ្នឹងដែលធ្វើឲ្យកម្ពុជាមានប្រតិកម្មរលរឿងថៃមែនតើកាលហ្នឹងថាជាការចោទប្រកាន់លៀបពណ៌រឿងខ្មែរថាមានឆបោកអនឡាញតាមពិតឆបោកអនឡាញនៅស្រុកថៃនឹងសម្បូរអីចឹងដល់ពេលរឿងនេះវានៅលើគោកចឹងទៅក៏ចាប់ផ្ដើមរឹតបន្តឹងខ្លាំងមែនតើព្រោះថៃចាប់ផ្ដើមរលរឿងលោកកុកអានអីហ្នឹងលោកលីយ៉ុងផាត់អីហ្នឹងរហូតមកគឺបែកអូហូស្ទឹងអីចឹងទៅប៉ុន្តែរបាយការណ៍និយាយអំពីការឆបោកអនឡាញមិនមែនទើបតែមានក្នុងឆ្នាំ2025ខែកក្កដានឹងទេរបាយការណ៍នេះអង្គការសហប្រជាជាតិនិងអង្គការសិទ្ធិមនុស្សអ្នកស្រាវជ្រាវអីលើពិភពលោកដែលជាស្ថាប័នឯករាជ្យគេរកឃើញយូរហើយតាំងពី2019 2020មកម្លេះដោយគេរកឃើញថាមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជានឹងមានទូទាំងផ្ទៃប្រទេសកាលហ្នឹងគេរកឃើញតែ50ជាងកន្លែងទេ53តែប៉ុណ្ណោះឯងដល់ពេលក្រោយមកទៀតនេះទៅពេលដែលផ្ទុះការបង្ក្រាបបានគេរកឃើញដល់ទៅ80កន្លែងជាងដែលនៅទូទាំងប្រទេសដែលជាមជ្ឈមណ្ឌលធំណាហើយមានជនរងគ្រោះនៃអំពើឆបោកហ្នឹង120,000 នាក់គេប្រាប់យូរហើយតែកម្ពុជាអត់ដែលឈឺក្បាលទេដោយសារតែគិតថារបាយការណ៍នឹងមាននយោបាយកុំតែចំនួនព្រំដែនថៃនិយាយទៅអកុសលមែនតើដែលយើងមានរឿងចំនួនព្រំដែនថៃបាត់ដីខ្មែរអស់76កន្លែងប៉ុន្តែបើកុំតែមានរឿងចំនួនព្រំដែនថៃដែលបើកកក្រើកពេញពិភពលោកដែលថៃចាត់ការឆបោកអនឡាញរៀលដល់ប៉ោយប៉ែតរៀលដល់អូស្មាច់រៀលដល់អីហ្នឹងយើងក៏អត់មានពេលថ្ងៃហ្នឹងដែរណែវាចេះនិយាយទៅគឺវាលៀបនៅក្នុងគ្រោះគឺយើងបាត់ដីលៀបគឺរដ្ឋាភិបាលកម្ពុជាដូចគេស្រាតខោគាត់ឲ្យធ្វើអាបញ្ហាហ្នឹងឲ្យខាងតែបានហើយត្រូវនឹងអាមេរិករដ្ឋាភិបាលជាតិអាមេរិកហើយនឹងតុលាការ FBI ឬក៏ប៉ូលីស FBI អាមេរិកណាចោតប្រកាន់លោក Gen Z ដែលជាមេឆបោកអនឡាញឲ្យបង្កក់ទ្រព្យសម្បត្តិលោក Gen Z 15,000 លានដុល្លារជារូបិយវត្ថុ Bitcoin នៅសហរដ្ឋអាមេរិកនឹងទៀតគឺថាធ្វើឲ្យពិភពលោកកាន់តែសង្កត់កខ្មែរខ្លាំងមែនតើគឺរើខ្លួនអត់រួចក៏ធ្វើទៅហើយការធ្វើនេះក៏មែនតើក៏មានការសាទរច្រើនដែរព្រោះអីធម្មតាយើងឃើញគាត់ចាត់ការនេះរបាយការណ៍របស់ខាងលោកឆៃស៊ីនរិទ្ធដែលជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហ្នឹងគឺសេចក្តីរាយការណ៍គាត់សរុបមួយឆ្នាំហ្នឹងគឺអស្ចារ្យមែនតើហើយរបាយការណ៍នេះគឺយកទៅផ្សាយផ្អើលពេញពិភពលោកមិនមែនសារព័ត៌មានពិភពលោកល្បីឯណាផ្សាយទេគឺមានសិនហួររបស់ចិនមួយនិងមាន The New York Editorial New York Editorial នេះគឺជាសារព័ត៌មានមួយដែលឧស្សាហ៍ផ្សាយច្រើនរឿងនយោបាយនៅស្រុកខ្មែរទៅតាមអ្វីដែលយើងមើលឃើញជាជំហររបស់រដ្ឋាភិបាលកម្ពុជាជាងផ្សាយរិះគន់រដ្ឋាភិបាលកម្ពុជាអញ្ចឹងហើយបានជាមានការសង្ស័យថា The New York Editorial និង Sunday Guardian របស់នេះនឹងគឺជាសារព័ត៌មានដែលគ្រប់គ្រងដោយឥណ្ឌាដែលអាចនឹងគេជួលឲ្យផ្សាយអញ្ចឹងតែកុំខ្វល់រឿងគេជួលឲ្យផ្សាយមិនជួលឲ្យផ្សាយអីក៏ដោយសារព័ត៌មានច្រើនណាស់ដែលគេជួលឲ្យផ្សាយគាត់ថាពេលខ្លះគាត់ផ្សាយលំអៀងតែម្ដងនេះគឺគាត់ផ្សាយតួលេខខ្មែរទាំងស្រុងហ្មងឥឡូវខ្ញុំនិយាយពីតួលេខហ្នឹងបន្តិចដើម្បីឲ្យបងប្អូនថាគេងរួនពិភពលោកហ្នឹងគឺងរួនរឿងផ្អើលថាមកដល់ម៉ោងនេះបើតាមលោកឆៃស៊ីនរិទ្ធគឺគាត់ផ្សាយសរុបព្រឹត្តិការណ៍ចង់និយាយរបាយការណ៍ប្រចាំឆ្នាំនេះគឺមានមជ្ឈមណ្ឌលអនឡាញហ្នឹងដែលគ្រាន់តែចុះទៅឆែកឆេរឬក៏ត្រួតពិនិត្យឬក៏និយាយទៅចុះទៅឆែកឆេរទៅរកបង្ក្រាបហ្នឹងមានដល់ទៅ737ទីតាំងចុះទៅដល់737ទីតាំង
ច្រើនណាស់បងប្អូន737កន្លែងហើយខាងអង្គការសហជីវជាតិហើយនិងអ្នកសិទ្ធិមនុស្សអីគេរកឃើញតែ50តែ86កន្លែងទេណាមជ្ឈមណ្ឌលហ្នឹងណាប៉ុន្តែខ្មែរយើងចុះទៅរកឃើញ737ទីតាំងហើយនៅក្នុង737ទីតាំងហ្នឹងគឺបង្ក្រាបបើនិយាយសាច់បង្ក្រាបហ្មងគឺរដ្ឋាភិបាលកម្ពុជាតាមរយៈលោកឆៃស៊ីណារិតហ្នឹងគាត់ថាបង្ក្រាបបានប្រហែលជាង500គឺបិទហ្មងណាចង់និយាយចេញដាក់បិទអត់ឲ្យប្រតិបត្តិហ្មងគឺ537បរិវេណច្រើនមែនតែនគឺ500កន្លែងជាងណាបិទណានេះតួលេខដែលគាត់និយាយក៏ប៉ុន្តែតួលេខដែលគាត់និយាយថាបិទ537កន្លែងហ្នឹងហើយនឹងចុះទៅឆែកឆេរ737កន្លែងហ្នឹងណាក៏របាយការណ៍សារព័ត៌មាន The New York Editorial នេះក៏ផ្សាយមិនត្រូវដែរគឺគាត់ផ្សាយថាបិទទីតាំងដែលឆបោកអនឡាញហ្នឹង737កន្លែងទៅវិញតែតាមពិតគឺក្រសួងមែនតើថាតែ537កន្លែងទេតែបិទគ្រាន់តែថាចុះទៅឆែកឆេរ737អញ្ចឹងតួលេខរបស់ The New York Editorial នេះគឺខ្វះសេចក្តីពិតនៅក្នុងការផ្សាយព័ត៌មានសូម្បីតែយករបាយការណ៍ដែលក្រសួងឬក៏ខាងរដ្ឋាភិបាលយកទៅឲ្យផ្សាយហ្នឹងក៏គាត់ផ្សាយតាមត្រូវផងកុំថាឡើយដល់ទៅយើងទៅនិយាយរឿងអីទៀតដូច្នេះគាត់ថាយ៉ាងណាគឺគាត់ផ្សាយចេញទៅហើយរបាយការណ៍នេះគឺបិទកន្លែង537កន្លែងច្រើនណាដំបូងឮថា200ជាងហើយ250អីឥឡូវឡើងដល់537កន្លែងហើយនៅក្នុងសារ537កន្លែងហ្នឹងបើតាមរបាយការណ៍ដដែលហ្នឹងគឺគាត់បាននិយាយថាគ្រាន់តែរបាយការណ៍ដែលជនសង្ស័យចាប់ហ្នឹងគឺបាន2773នាក់ជនសង្ស័យដែលកំពុងស្ថិតនៅក្នុងជំនុំជម្រះទៅតុលាការទៀតហើយចាប់បញ្ជូនជនបរទេសទៅក្រៅហ្នឹងគឺរាប់សែនអ្នកបានន័យថាអ្នកស្ម័គ្រចិត្តទៅជាង200,000អ្នកហើយអ្នកដែលចាប់បញ្ជូនដោយបង្ខំហ្មងហ្នឹង13000អ្នកអីចឹងទៅច្រើនមែនតើឥឡូវខ្ញុំអត់ចង់និយាយពីតួលេខហ្នឹងខ្ញុំសរុបតួលេខហ្នឹងប៉ុណ្ណឹងខ្ញុំនិយាយថាអង្រួនពិភពលោកហ្នឹងតើអង្រួនក្នុងន័យល្អឬក្នុងន័យអាក្រក់បងប្អូនតាមពិតបើយើងមើលមួយក្រឡេកភ្នែកណានេះគឺជាការសាទរមួយដ៏អស្ចារ្យឬក៏ជាចំណាត់ការរបស់រដ្ឋាភិបាលដ៏អស្ចារ្យណាស់ខ្ញុំសូមសរសើររដ្ឋាភិបាលដែលដឹកនាំដោយលោកហ៊ុនម៉ាណែតនេះគឺគាត់ប្រឹងដុតដៃដុតជើងនៅក្នុងរយៈពេល1ឆ្នាំគឺគាត់ថាដាក់យកហ្មងគឺមើលទៅរត់ប្រសាច់ដោយគោដូចក្របីគឺចាប់យកអីចឹងទៅគឺឃើញថាប្រឹងមែនតើមានចិនស៊ីបញ្ជូនទៅវិញលីសុងមានអ្នកផ្សេងទៅដកសញ្ជាតិបញ្ជូនអ្នកខ្លះចាប់អ្នកខ្លះដាក់ឃុំទៅកូរ៉េនោះក៏ខាងកូរ៉េគេមកយកដល់ផ្ទះយើងចិនគេសហការគឺថាក៏ក្រៅពេញពិភពលោកហ្មងគឺយើងឃើញធ្វើមែនតើគឺថាដូចភ្លៀងមកបាក់មេឃហ្មងអត់ដែលភ្លៀងសោះស្រាប់តែមកព្រឹបបាក់មេឃហ្មងបើយើងមើលមួយកលេចភ្នែកដូចខ្ញុំនិយាយចឹងថារដ្ឋាភិបាលផ្ដាច់ញាមមែនតែនហើយចេញច្បាប់ទៀតបងប្អូនដឹងហើយច្បាប់ទៅចេញប្រហែលជាប្រមាណខែនេះគឺតាក់ទងនឹងថ្ងៃ7ខែមេសាឆ្នាំ2026កម្ពុជាចេញច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះរហូតដល់តែកំណត់ទោសធ្ងន់ដាក់ទោសដល់ពន្ធនាគារដោះមួយជីវិតទៀតផងអ្នកដែលប្រព្រឹត្តពិន័យប្រាក់ដល់1000លានរៀលហើយរឹបអូសទ្រព្យសម្បត្តិអីណាផងច្បាប់នេះអត់ដែលមានពីមុនមកគឺដាក់ព្រឹបគឺលឿនមែនតើបើយើងមើលគឺជាសកម្មភាពដែលយកចិត្តទុកដាក់បដិញ្ញាខ្ពស់ណាស់របស់រដ្ឋាភិបាលក្នុងការធ្វើក៏ប៉ុន្តែបើសួរពិភពលោកយើងវិញណាជាសុភវិនិច្ឆ័យវិញណាសំណួរគេសួរតែខ្លីមួយឯងសួរថាចោះហេតុអីបានជាអាការឆបោកអនឡាញកើតឡើងរាប់ឆ្នាំមកហើយហេតុអីបានទៅមកឥឡូវបាក់មេឃនៅពេលហ្នឹងបក្រាបនៅពេលហ្នឹងខ្លាំងមកមិនចុះពីមុនមកអត់មានភ្លៀងរលឹមចំហៀងកង្គក់ចំហៀងកង្កែបអីហ្នឹងទេចឹងអត់បានចាក់ការអីមកទេមុនហ្នឹងចាហាច្បាប់ឆបោកអនឡាញហ្នឹងក៏គ្មានដែរគេរាយការណ៍មកយូរហើយហេតុអីសំណួរសួរថាហេតុអីពីមុនមកអត់ធ្វើសោះហេតុអីបានមកចាំបាច់ធ្វើនៅពេលឥឡូវហើយធ្វើដូចភ្លៀងបាក់ទំនប់វាជាលទ្ធផលគួរជាទីមោទនៈបើស្ដាប់ទៅក៏ប៉ុន្តែគឺបង្ហាញអំពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងពេលជាមួយគ្នានឹងដែរព្រោះទុកឲ្យការឆបោកអនឡាញនេះវានៅក៏ក្រៅយូរពេកយើងទុកឲ្យជំងឺរហូតដល់ដំណាក់កាលទី4ហើយហ្នឹងដល់មហារីកហើយហ្នឹងយកមនុស្សយកទៅដុតហើយហ្នឹងយើងអត់ព្យាបាលពីមុនមកដាក់ថ្នាំដាក់ផ្សះអីទិញទួចអីចឹងទេគឺយើងបដោយចោលចឹងហ្មងរហូតតតែផ្ទឹក
ដល់ដំណាក់កាលទី4ព្យាបាលឡើងកើតហើយគឺនេះកាត់តើនេះកាត់ដៃកាត់ជើងចោលសឹងចង់កាត់កកចោលទៀតក៏ប៉ុន្តែសួរថាតើលទ្ធផលវានឹងបានសម្រេចដោយរបៀបណាគឺវាអាស្រ័យទៅលើការបដិញ្ញាចិត្តរដ្ឋាភិបាលក្នុងការកែតម្រង់ប្រព័ន្ធដឹកនាំរដ្ឋឲ្យវាមានតម្លាភាពនៅក្នុងការស៊ើបអង្កេតតាមដានអ្វីដែលរដ្ឋាភិបាលធ្វើតើឲ្យសាធារណជនទូទៅទាំងសហគមន៍អន្តរជាតិនេះជឿទុកចិត្តរដ្ឋាភិបាលប៉ុណ្ណាដែលថានឹងអាចចាត់ការឆបោកអនឡាញនេះមានប្រសិទ្ធភាពបើទោះបីជាឃើញធ្វើយ៉ាងក្ដុកក្ដាំងយ៉ាងក៏ដោយតើយើងទៅជឿរដ្ឋាភិបាលប៉ុណ្ណាដែលអាចធ្វើរឿងនេះឲ្យមានប្រសិទ្ធភាពឬគ្រាន់តែធ្វើដើម្បីលួងចិត្តជាពិសេសលួងចិត្តសហរដ្ឋអាមេរិកហ្នឹងមុនគេព្រោះសហរដ្ឋអាមេរិកយើងដឹងហើយប្រធាន FBI លោក Kash Patel ចូលទៅដល់ស្រុកខ្មែរហ្នឹងគឺទៅនិយាយពីរឿងឆបោកអនឡាញហ្នឹងតែម្ដងពួកអីជនជាតិអាមេរិករាប់សែនអ្នកខ្លាចជាជនរងគ្រោះដូច្នេះកម្ពុជាហាក់បីដូចជាធ្វើនេះគឺក្នុងន័យថាផ្គប់ចិត្តអាមេរិកច្រើនជាងហើយនឹងទប់ទៅកុំឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធខ្មែរខ្លាំងពេកតាក់ទងហើយមែនតើសហគមន៍អន្តរជាតិនេះបើតាមមើលរដ្ឋាភិបាលខ្មែរអត់ដែលញញើតប្រមាណទេដោយអឺរ៉ុបអីអត់សូវខ្លាចទេខ្លាចជាងគេសហរដ្ឋអាមេរិកដល់តែប៉ះពាល់ជនជាតិអាមេរិកផងនិយាយទៅយើងនឹងវាភ័ព្វវាសនាស្រុកខ្មែរដែរកុំតែជនរងគ្រោះដែលជាអំពើឆបោកអនឡាញជាជនជាតិអាមេរិករាប់សែនអ្នកឯណាកុំអីកម្ពុជាគ្មានការចាត់ការនេះទេទោះជាគេស្លាប់ដល់ណាក៏គាត់មិនចាត់ការដែរអញ្ចឹងការចាត់ការនេះខ្ញុំនិយាយទាំងវាល្អតែតើមានប្រព័ន្ធនីតិរដ្ឋអភិបាលកិច្ចល្អនឹងការគ្រប់គ្រងការឆបោកនេះឲ្យមានប្រសិទ្ធភាពយូរអង្វែងប៉ុណ្ណាសំណួរគឺយើងនៅមានសំណួរច្រើនជាងចម្លើយព្រោះអីរដ្ឋាភិបាលអត់ជំរើសអត់មានជំរើសទេធ្វើនេះគឺទី1គឺជាប់ផុងនឹងរឿងព្រំដែនជាមួយថៃសេដ្ឋកិច្ចយើងធ្លាក់ចុះបញ្ហាដាក់សម្ពាធរបស់អាមេរិកកាន់តែខ្លាំងទៅទាំងពាណិជ្ជកម្មទាំងសិទ្ធិមនុស្សទាំងអីឥឡូវមក scam online ទៀតអញ្ចឹងទៅវាពិបាកគ្រប់រឿងអត់មានជំរើសអីទាំងអស់គឺចាប់ផ្ដើមដោះលាខ្ញាក់តាមពិតសម្ពាធនេះហាបើពីមុនមកកាលកម្ពុជាអត់ទាន់រងនឹងវិបត្តិសេដ្ឋកិច្ចរងនឹងអីធ្ងន់ណាកម្ពុជាអត់ធ្វើតាមទេទោះជាគេសកត់អីក៏ដោយក៏ប៉ុន្តែឥឡូវនេះគឺដោយសារតែសេដ្ឋកិច្ចយើងវាយ៉ាប់មែនតើស្ថានភាពព្រំដែនស្ថានភាពអី100ចម្ពោះចឹងរដ្ឋាភិបាលអត់មានជំរឿធ្វើនេះមិនមែនឆន្ទៈទេគឺធ្វើដោយរងសម្ពាធដែរក៏ប៉ុន្តែមិនអីទេធ្វើអីធ្វើទៅឲ្យតែធ្វើឲ្យតែចាត់ការក៏យើងសាទរដែរគ្រាន់តែថាយើងនិយាយថាការចាត់ការរបស់កម្ពុជានឹងវាជាភ្លើងចម្បាំងដែលអត់ព្រមមានយន្តការធ្វើយូរហើយឥឡូវហ្នឹងសំបីតែចាត់ការមានតួលេខឡើងសុសសាយហ្នឹងអង្គការលើកលែងទោសអន្តរជាតិ Amnesty International ទឹមតែរកឃើញរបាយការណ៍ខែមុននេះថាមជ្ឈមណ្ឌលឆបោកទាំង86ទីតាំងគឺបង្ក្រាបបានតែ28ទេនេះសំបីមានតួលេខប្រសាចចឹងដោយក៏ដោយហ្នឹងគាត់ថានៅបានតែ30%ទៅទៀតបើយើងស្ដាប់មើលរដ្ឋាភិបាលធ្វើលើស 3-4% ក៏ប៉ុន្តែមែនតើដល់ពេលអង្គការឯករាជ្យគេរកឃើញថាធ្វើបានតែមិនដល់30%ព្រោះមជ្ឈមណ្ឌលឆបោកអនឡាញច្រើនណាស់ដែលនៅអ្នកជើងកាងក្រាក់នៅពីក្រោយអត់ទាន់បិទទេឥឡូវយើងបាច់មើលអីតើយើងមានចំណាត់ការអីទៅលើលោកកុកអាននៅយើងមានចំណាត់ការអីទៅលើលោកលីយ៉ុងផាត់នៅមានចំណាត់ការអីទៅលើលោកហ៊ុនតូនៅដែលអ្នកទាំងអស់នេះសុទ្ធតែនៅក្នុងបញ្ជីខ្មៅរបស់រដ្ឋាភិបាលជាតិអាមេរិកដែលគេផ្ដន់ទាឬក៏ដាក់ទណ្ឌកម្មដាក់អីអញ្ចឹងហើយដល់ពេលនៅស្រុកខ្មែរអត់សោះដូច្នេះរឿងនេះគឺវិញ្ញាសានេះខ្ញុំជឿថារដ្ឋាភិបាលកំពុងតែប្រឹងគឺជាការល្អគួរឲ្យសាទរប៉ុន្តែប្រឹងជាងនឹងទៀតចាប់ត្រីធំផងកុំចាប់តែកញ្ចោះហើយអាចចាប់កញ្ចោះក៏ភ្លៀងហ្នឹងគឺប្រជាពលរដ្ឋកុំថាឡើយប្រជាពលរដ្ឋសហគមន៍អន្តរជាតិក៏គេមិនជឿដែរហើយគេខកចិត្តមែនតើនៅពេលដែលលោកហ៊ុនម៉ាណែតទៅប្រាប់ The Bloomberg TV នៅក្នុងបទសម្ភាសន៍ជាមួយ Avril Hong គាត់និយាយថារឿងលោកកុកអាននិងលោកលីយ៉ុងផាត់គឺជារឿងបកគលអត់តាក់ទងរឿងជាតិផងគេជួលមេធាវីទៅឲ្យលុបឈ្មោះចេញរដ្ឋាភិបាលអត់ទៅស៊ើបអង្កេតទៅឲ្យទៅជឿឲ្យទៅនិយាយពាក្យអញ្ចឹងនៅលើព័ត៌មានអន្តរជាតិទៀតគេគ្រាន់តែស្ដាប់មកគេថាអូកម្ពុជាលេះខេះឃើញទេពាក្យមួយម៉ាត់ពីររបស់ថ្នាក់ដឹកនាំគឺធ្វើឲ្យលលាយខ្សលនៅអ្វីដែលខំប្រឹងចាត់ការនេះចាត់ការមកតាមបាតដល់ពេលថ្នាក់ដឹកនាំនិយាយថាត្រីធំដូចជាលោកលីយ៉ុងផាត់លោកកុកអានអីហ្នឹងគឺជារឿងបុគ្គលផ្ទាល់ខ្លួនក៏អត់មានតាក់ទងរឿងជាតិបុគ្គលផ្ទាល់ខ្លួនក្រុមហ៊ុនរបស់លោកលីយ៉ុងផាត់7ក្រុមហ៊ុនតាក់ទងនឹងបនលបែងកាស៊ីណូតែសន្តាគារកន្លែងបនលបែងអីគេបង្កក់ទ្រព្យសម្បត្តិគេណែដាក់ទណ្ឌកម្មអីរហូតដល់ផ្អើលសហរដ្ឋអាមេរិកលោកកុកអានហ្នឹងក៏តែអញ្ចឹងហើយដល់ពេលយើងគិតថាគាត់ជាបុគ្គលស្អាតស្អំដើម្បីការពារបុគ្គលឲ្យខូចប្រយោជន៍ជាតិ
ខ្ញុំបាននិយាយឲ្យថារឿងលោកកុកអាននិងលោកលីយ៉ុងផាត់ឬលោកហ៊ុនតូនេះណាគឺជារឿងមួយដែលរដ្ឋាភិបាលត្រូវបង្កើតគណៈកម្មការឯករាជ្យខ្លួនឯងស៊ើបអង្កេតទៅយ៉ាងហោចណាស់ក៏រកយុត្តិធម៌ឲ្យលោកកុកអានលោកលីយ៉ុងផាត់ឬក៏លោកហ៊ុនតូនឹងដែរមិនអាចនឹងមកនិយាយថាអូចាំឲ្យគេជួលឥឡូវជួលមេធាវីណារឿងជួលមេធាវីនឹងយកអត់ដឹងសោះទើបតែលោកហ៊ុនម៉ាណែតយកមកហែកពោះឲ្យក្អែកចឹកតាព្រោះអីអត់ស៊ើបអង្កេតគាត់ទៅជាបែរទៅនាំគ្នាជួលមេធាវីដើម្បីឲ្យគេលុបឈ្មោះនៅក្នុងបញ្ជីភ្លើងឆេះអត់ព្រមរួចមកអង្គុយបក់ផ្សែងបាទអាហ្នឹងយើងបងប្អូនពិចារណាខ្លួនឯងទៅឥឡូវរឿងទី2តាក់ទងគ្មានពេលណាដែលថៃសបាយដៃធ្វើរបងព្រំដែនដូចពេលនេះឡើយបងប្អូនក្រំចិត្តមែនតើគឺយើងមើលថៃសម្រុកសង់លបងជីកផ្លូវលេនដ្ឋានធ្វើរហូតសូម្បីតែក្នុងពេលដែលលោក Andrews ដែល Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិការពារសិទ្ធិមនុស្សប្រចាំនៅប្រទេសកម្ពុជានឹងចុះទៅមកចុះបំពេញទស្សនកិច្ចនៅកម្ពុជាអត់មានថៃណាញញើតសោះថៃកំពុងឈូសឆាយផ្លូវថ្មីធ្វើអាលបងបេតុងហ្នឹងគឺដល់ដំណាក់កាលទី2ទៀតហើយជាពិសេសនៅចន្លោះបកគោលព្រំដែនលេខ52ដល់លេខ59នេះជាសេចក្តីរាយការណ៍របស់លោកសំអានដែលគាត់បានតាមដានរឿងនេះយ៉ាងដិតលោកសំអានគឺជាមន្ត្រីកិច្ចការព្រំដែនរដ្ឋាភិបាលក្រៅប្រទេសខ្មែរយើងសំណាងនៅលោកសំអានអីវិញនេះបើកុំអីយើងចប់ហើយគឺអត់ដឹងរឿងអីសោះតែម្ដងរឿងនេះកើតឡើងនៅស្រុកកំរៀងខេត្តបាត់ដំបងថៃកំពុងធ្វើរបងព្រំដែនបេតុងរំលោភយកដីខ្មែរស្រេចតែអញ្ចិតដោយគ្មានការរារាំងពីសំណាក់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនេះជាប្រសាសន៍របស់លោកសំអានលោកថាគ្មានជំរឿសអ្វីចុងក្រោយរដ្ឋាភិបាលលោកហ៊ុនម៉ាណែតនឹងទទួលស្គាល់ថារបងព្រំដែនបេតុងនោះគឺត្រូវនឹងគឺត្រឹមត្រូវហើយអាចទទួលយកបានទោះបីដឹងថារបងបេតុងនោះសាងសង់ដោយរំលោភយកដីខ្មែរក៏ដោយរឿងក្រៅពីហ្នឹងគឺមានថៃក៏បន្តឈូសឆាយធ្វើផ្លូវនៅតំបន់យោធាខ្លួនពង្រីកឈ្លានពានខុសច្បាប់ស្ទើររាល់ថ្ងៃលើទឹកដីខ្មែរនេះរូបភាពនេះចេញមកពីប្រទេស7ខេត្តឧត្តរមានជ័យដែលលោកម៉ែនណាតឯណោះដែលនៅដល់ប្រទេសណ័រវេសហ្នឹងក៏ឈឺឆ្អាលរឿងព្រំដែនហ្នឹងអត់បាត់ដែរលោកម៉ែនណាតយករូបភាពដែលឈឺចាប់ឃើញគេឈូសដីអីហ្នឹងមកគាត់ថារដ្ឋាភិបាលកម្ពុជាមិនត្រូវប្រើវិធីសាស្ត្រតវ៉ាទៅភាគីថៃតាមរបៀបដដែលនោះទេគឺត្រូវពង្រឹងសមត្ថភាពត្រូវមានយុទ្ធសាស្ត្ររឹងមាំនិងត្រូវដើរលើផ្លូវត្រូវដូចជាទី1ត្រូវទប់ស្កាត់ភាពកក្លឿនរបស់ថៃដោយប្រើសិទ្ធិការពារខ្លួននៅលើទឹកដីទីតាំងជាក់ស្ដែងនិងស្ថានភាពជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិទី2ត្រូវប្រញាប់ប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ សំណុំរឿងព្រំដែននិងសំណុំរឿងប្រាសាទបុរាណខ្មែរដែលព្រំដែននឹងត្រូវទៅប្តឹងថៃទៅតុលាការព្រំប្រទានអន្តរជាតិ ICC ទៀតសំណុំរឿងអកតកម្មសង្គ្រាមនិងបទអក្រាំងអកតកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងជនស៊ីវិលខ្មែរអញ្ចឹងទី3ដំឡើងកម្រិតការទូតនឹងឲ្យខ្ពស់បំផុតជាយន្តការអន្តរជាតិឲ្យមានប្រសិទ្ធភាពរួមទាំងអង្គការសហជីវជាតិប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអាស៊ានអីនឹងជាដើមផងដើម្បីទាមទារឲ្យថៃត្រូវតែដកកុងតឺន័រសំទោសឲ្យដកទ័ពចេញពីទឹកដីខ្មែរអស់នឹងទី4រដ្ឋាភិបាលកម្ពុជាត្រូវកែតម្រង់ជាតិជាអតិភិបធ្វើទំនើបកម្មវិស័យយោធាពង្រឹងវិស័យសេដ្ឋកិច្ចនិងស្ដារប្រជាធិបតេយ្យរួមទាំងត្រូវមានឯកភាពជាតិឲ្យពិតប្រាកដបាទនេះគឺលោកម៉ែនណាតហ្នឹងសារគាត់ហ្នឹងកោកសឹកតែមាត់តដោកឆ្អែតតពុះកបីដែរព្រោះរដ្ឋាភិបាលកម្ពុជាធ្វើអីក៏គាត់មិនធ្វើបាទឥឡូវចូលដល់រឿងព្រំដែនដដែលហ្នឹងគឺថ្ងៃនេះយើងឃើញលោក Thomas Andrews ដែលជាអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិក៏បានចុះទៅដល់ខេត្តឧត្តរមានជ័យបាទគឺសំទុះខេត្តបន្ទាយមានជ័យតាមការសម្របសម្រួលរបស់អភិបាលខេត្តបន្ទាយមានជ័យគឺលោកអ៊ុំរាត្រីហ្នឹងបានសេរីឲ្យលោក Thomas Andrews ហ្នឹងបានចុះទៅថត selfie ថតរូបបាន4-10ប៉ុស្តិ៍ដែរនៅក្បែរកុងតឺន័រហ្នឹងគួរឲ្យអកុសលដែរអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិនេះក៏លោកទៅហ្នឹងបានតែថតចឹងស្រីគេក្លាហានគេបានរូបបងស្រីដូចនួនល្អងបានតែត្រឹមរូបថតចឹងនឹងបានតែរូបថតចឹងទៀតហើយហេតុអីបានខ្ញុំថានឹងបានតែរូបថតយើងថាមន្ត្រីអង្គការសហជីវជាតិរាយការណ៍អំពីសិទ្ធិមនុស្សចឹងចុះទៅមើលព្រំបតុលព្រំដែនច្បាស់ជាអាចនឹងទៅរាយការណ៍ប្រាប់អង្គការសហជីវជាតិថាថៃឈ្លានពានខ្មែរហើយអត់សង្ឃឹមទេព្រោះអីលោកទៅនេះគឺទៅនៅក្នុងព្រំដែនដីខ្មែរឯកុងតឺន័រនិងបាឡាលួសគឺដាក់នៅក្នុងដីដែលកម្ពុជាយល់ព្រមឲ្យថៃនៅណានៅនឹងបងប្អូន
អត់មែនថៃមកចូលមកដោយខុសច្បាប់ទេយើងនិយាយថាថៃចូលមកដោយខុសច្បាប់ចុះបើចូលមកដោយខុសច្បាប់ក្រោយបាត់ឈប់បាញ់ហេតុអីក៏យើងមិនបាញ់ថៃរុញវិញទៅវិញហេតុអីបានជាឲ្យគេធ្វើទៀតក្រោយបាត់ឈប់បាញ់ហើយហ្នឹងពួកបាត់ឈប់បាញ់យើងបានព្រមព្រៀងគ្នាឲ្យថាអ្នកណានៅហ្នឹងអត់មានរុលមកមុខទៀតទេអត់មានថែមតបអត់មានធ្វើអីផ្ដេសផ្ដាស់អីទៀតទេចឹងបានន័យថាវាចប់ត្រឹមហ្នឹងបើសិនជាថៃរំលោភបាត់ឈប់បាញ់កម្ពុជាមានសិទ្ធិស្វ័យការពារខ្លួនបាញ់ថៃឲ្យថយទៅវិញអាហ្នឹងគឺជាសិទ្ធិសម្រេចការពារដោយរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិខ្មែរអត់មានខុសអត់មានឆ្លោះបង្កើតសង្គ្រាមអីទាំងអស់ព្រោះថៃរំលោភបាត់ឈប់បាញ់តាហើយកម្ពុជាទទួលស្គាល់ថាថៃរំលោភបាត់ឈប់បាញ់ដោយសារតែមង្គលលបងមកហើយឥឡូវយកលោក Thomas Hammarberg លោក Thomas Andrews នេះយកទៅហ្នឹងតើឲ្យគាត់ធ្វើអីឲ្យគាត់រាយការណ៍ថាម៉េចគាត់នឹងរាយការណ៍ថាថៃនឹងពាត់បន្លាលួសដាក់របងដាក់អីនៅព្រំដែនប៉ុន្តែបើកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃ27ខែធ្នូឆ្នាំ2025ថាអ្នកណានៅហ្នឹងតែយើងទៅធ្វើអីថៃកើតវាអត់ទេអញ្ចឹងហើយបានជារដ្ឋាភិបាលកម្ពុជាត្រូវសរសេររបាយការណ៍ឲ្យលម្អិតហើយរាយការណ៍ជូនទៅលោក Thomas Andrews ហ្នឹងដាក់មកថារបាយការណ៍នេះសូមជម្រាបជូនលោក Thomas Andrews ដូចតទៅថៃវាយទន្ទ្រានឈ្លានពានដែនអធិបតេយ្យកម្ពុជា2លើកលើកទី1ក្នុងខែកក្កដាលើកទី2នៅក្នុងខែធ្នូទាំងពីរលើកក្នុងឆ្នាំ2025ហ្នឹងថៃបានទន្ទ្រានឈ្លានពានដែនអធិបតេយ្យកម្ពុជាចំនួនប៉ុណ្ណេះកន្លែងគឺ14កន្លែងហើយរៀបរាប់ទៅដោយអ្វីដែលក្រសួងការបរទេសរៀបរាប់មក14កន្លែង4ខេត្តមានខេត្តបន្ទាយមានជ័យឧត្តរមានជ័យព្រះវិហារនិងខេត្តពោធិ៍សាត់ហើយរាយការណ៍ប្រាប់គាត់ទៅក្នុងកិច្ចព្រមព្រៀងបាត់ឈប់បាញ់ថ្ងៃទី7ខែធ្នូឆ្នាំ2025កម្ពុជាព្រមព្រៀងជាមួយថៃថាអ្នកណានៅហ្នឹងគឺឲ្យរងចាំការវាស់វែងអាកន្លែងអ្នកណានៅហ្នឹងទៀតនេះគឺមានកិច្ចព្រមព្រៀងក៏ប៉ុន្តែក្រោយថ្ងៃទី27ខែធ្នូឆ្នាំ2025ថៃបានឈ្លានពានទន្ទ្រានដែនអធិបតេយ្យរំលោភបាត់ឈប់បាញ់យកបន្លាលួសយកកុងតឺន័រយកមកដាក់50ទីតាំងជា62ទីតាំងទៀតបានត្រូវព្រោះអាលើកមុនយើងរាយការណ៍ថាតែ4ណាឥឡូវលោកអ៊ុំសំអានរកឃើញដល់76អញ្ចឹងអា62ទីតាំងទៀតនេះវាត្រូវតែជាតំបន់ដែលថៃឈ្លានពានរំលោភបាត់ឈប់បាញ់ទាល់តែសរសេររបាយការណ៍បែបហ្នឹងឲ្យដាក់និយមការអីច្បាស់លាស់បញ្ជូនទៅឲ្យអ្នករាយការណ៍ពិសេសអង្គការសហជីវជាតិនេះឲ្យជួយបានយើងអាចរកដំណោះស្រាយបានអត់អាចយកគាត់ទៅថតរូបហើយក៏អត់ដឹងផងហ្នឹងទៅថតតែរូបទៅរូបហ្នឹងថៃឈ្លានពានមែនតែខ្មែរព្រមឲ្យថៃឈ្លានពានទទួលស្គាល់ថាគេមានសិទ្ធិស្របច្បាប់នៅក្នុងការគ្រប់គ្រងដែនអធិបតេយ្យយើងទាំង14កន្លែងហើយតើឲ្យលោក Andrew ហ្នឹងគាត់ទៅធ្វើអីបានគាត់អត់អាចជួយអីបានទេបើម្ចាស់ផ្ទះព្រមគេហើយអញ្ចឹងតើតែយើងសរសេររបាយការណ៍ប្រាប់ទៅលោក Andrew ថាអាក្រោយមកនេះគឺខុសច្បាប់មាន62ទីតាំងទៀតនេះគឺខុសច្បាប់ទេយើងវាបាត់សិទ្ធិស្វ័យការពារខ្លួនឯងយើងមិនដែលខ្សោយអញ្ចឹងទេខ្មែរយើងអត់ដែលខ្សោយអញ្ចឹងសោះយើងខ្សោយណាស់យើងខ្លាំងតែជាមួយខ្មែរគ្នាឯងងើបមួយវាយមួយយើងទុកឲ្យគេឈ្លានពានយើង62កន្លែងទៀតក្រោយពីបាត់ឈប់បាញ់ដែលព្រមព្រៀងគ្នាហើយយើងអត់មានធ្វើអីសោះយើងនៅតវ៉ាថ្កោលទោសជូនដំណឹងតវ៉ាថ្កោលទោសជូនដំណឹង800ដងជាងហើយបានប្រយោជន៍អីតាមពិតគួរតែទីមួយវាយថៃខ្ញុំនិយាយម្ដងទៀតខ្ញុំអត់មានឈ្នួនសង្គ្រាមអីទេខ្ញុំនិយាយថាបើមានបាត់ឈប់បាញ់ឯណាឯងឈប់បាញ់តើណែមលោបាត់ឈប់បាញ់កម្ពុជាមានសិទ្ធិស្វ័យការពារគ្មានតែធ្វើសង្គ្រាមជាមួយថៃប៉ុន្តែយើងក៏អត់មានត្រូវឲ្យថៃមកឈ្លានពានដីខ្មែរតាមអំពើចិត្តដែរព្រោះជាថ្នាក់ដឹកនាំគឺយើងត្រូវការពារដីខ្មែរមិនឲ្យបាត់1មីលីម៉ែត្រណាបើជ្រុលនឹងព្រមឲ្យថៃគ្រប់គ្រងកន្លែងណាកន្លែងហ្នឹងមានបាត់ឈប់បាញ់ថាអាហ្នឹងវាចប់ហើយយើងអត់រករឿងគ្នាតែអារឿងខារ៉ោយទៀតនេះអត់មានចូលនៅក្នុងបាត់ឈប់បាញ់ផងតែមកគឺដាក់ជើងដាច់ជើងដាក់ដៃដាច់ដៃពួកដីខ្មែរណែឯងមិនបានមកថែមក្រោយទៀតអាហ្នឹងគឺនិយាយឲ្យច្បាស់គ្នាអញ្ចឹងមិនអញ្ចឹងហ៎ហើយដល់ពេលយើងអត់ទេជូនដំណឹងថ្កោលទោសមិនទទួលស្គាល់បដិសេធដាច់អហង្ការថាថៃឈ្លានពានឥឡូវថាថៃឈ្លានពានទៅថាថៃឈ្លានពានសំបីតាអាព្រមឲ្យគេនៅណានៅហ្នឹងក៏ថាគេឈ្លានពានអាហ្នឹងទៀតវាវល់អស់ពិភពលោកក៏អត់យល់ខ្មែរយើងក៏អត់យល់អ្នកណាក៏អត់យល់ដែរកញ្ញាញ់ខួរទាំងអស់អត់ដឹងដីនឹងវាបាត់ប្រមាណទៅប្រមាណអាណាគេយកពីមុននឹងម៉ាអាក្រោយម៉ាខ្ញុំធ្វើព័ត៌មានមួយឆ្នាំហើយខ្ញុំកញ្ញាញ់ខួរដោយសារអស់លោកអត់ព្រមប្រាប់ព័ត៌មានពិតហ្នឹងហើយចេះម្ដងថែម3ម្ដងថែម4ក៏បានលោកអ៊ុំសំអានទេនិយាយទៅអរគុណគាត់កុំអីយើងចប់ហ្មងណាយកអីយកទៅខ្មែរយើងចង់ក្រោយថាអស់ប្រមាណហិកតាដោយលោកហ៊ុនសែនថាអញ្ចឹងទៅហើយកុំភ័យកំពុងដេករងចាំ
ដេកចាំដើម្បីបានដីនឹងមកវិញចឹងទៅកុំឲ្យយកអានឹងជាបញ្ហាធំគឺប៉ាន់កូនដៃកុំដេកផ្សំដួលល្មុតផ្សំក្រិចអីចឹងតែឲ្យគេយករាល់ថ្ងៃរឿងនេះហើយដែលរឿងរកម្មចិត្តឥឡូវជាបន្តទៀតបងប្អូនចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យរដ្ឋាភិបាលសរសេររបាយការណ៍ផ្ញើទៅលោក Andrews នេះមកច្បាប់ផងដីណាថៃឆ្លៀនពៀនហើយយើងព្រមឲ្យថៃឆ្លៀនពៀនថាស្របច្បាប់ពីថ្ងៃ27ខែធ្នូឆ្នាំ2022ហើយដីណាដែលថៃឆ្លៀនពៀនក្រោយមកហ្នឹងដែលខុសបាត់ឈប់បាញ់ដើម្បីយើងយកទៅតវ៉ានៅអង្គការសហប្រជាជាតិក្រុមប្រឹក្សាសន្តិសុខឬតុលាការព្រំដែនអន្តរជាតិយុត្តិធម៌អន្តរជាតិឲ្យថៃរឿងថៃថាថៃឆ្លៀនពៀនឥឡូវនេះអត់មានអ្នកណាថ្កោលទោសថៃថាថៃឆ្លៀនពៀនទេព្រោះគេចាត់ទុកថាកម្ពុជាខ្លួនឯងហ្នឹងប្រឡែមប្រឡំអត់ដឹងច្បាស់អីផងដំបងថាអាតំបន់ដែលថៃវាយបានហ្នឹងឥឡូវព្រមព្រៀងឲ្យគេនៅណានៅហ្នឹងឥឡូវទៅថាតំបន់ព្រមព្រៀងនៅណានៅហ្នឹងជាតំបន់ឆ្លៀនពៀនដោយកម្លាំងប្រដាប់អាវុធយើងមិនអាចទទួលស្គាល់ផែនទីរំកិលដោយកម្លាំងប្រដាប់អាវុធអីណាទេខុសច្បាប់អន្តរជាតិចុះបើខុសហេតុអីនៅក្នុងកិច្ចព្រមព្រៀងហ្នឹងយើងមិនព្រមថាខុសអញ្ចឹងទៅថាថៃត្រូវតែប្រគល់ឲ្យខ្មែរមកវិញត្រូវដកថយទៅវិញតាមរយៈពេលកំណត់យើងអត់មាននិយាយយើងព្រមឲ្យគេនៅណានៅហ្នឹងឥឡូវទៅប្រាប់គេថាអាហ្នឹងខុសទេយើងសញ្ញេឲ្យគេហើយទៅយើងប្រាប់ខុសសហគមន៍អន្តរជាតិគ្នាវល់ដល់អញ្ចឹងទៅអត់ដឹងថាយើងដឹកនាំអាម៉េចទេនេះដល់អញ្ចឹងគេអត់អាចជួយយើងបានទេកុំថាឡើយសហគមន៍អន្តរជាតិតែខ្មែរគ្នាឯងហ្នឹងក៏អត់ដឹងនរណាជួយខ្មែរគ្នាឯងបានដែរព្រោះយើងវល់ទាំងអស់គ្នាអាព័ត៌មានវល់បែបនេះគឺធ្វើឲ្យខ្មែរយើងជាម្ចាស់ប្រទេសម្ចាស់ដីអត់ដឹងកម្មសិទ្ធិដីធ្លីឯងឬរបស់ឯងបាត់ប៉ុណ្ណាហោតវ៉ាក៏តមិនកើតដែរខ្លាចគេថាញុះញង់ពួករដ្ឋាភិបាលអត់ប្រាប់មកឲ្យច្បាស់ផងយើងទៅតវ៉ាមិនធ្វើសង្គ្រាមមិនឈ្នះគេបើយើងអត់ដឹងកម្លាំងខ្លួនយើងប៉ុណ្ណឹងយើងទៅតតាំងក្តីឲ្យមិនឈ្នះគេបើយើងផោះតាងរបស់យើងលហែកអាជីអាយនេះម្ដុំនោះម្ដុំមិនដឹងនៅឯណាម្ដងផ្គុំចូលគ្នាអាណាលើអាណាក្រោមសប្ងៃហ្នឹងអញ្ចឹងខ្មែរយើងខ្លួនឯងក៏អត់មានភាពម្ចាស់ការថាយើងច្បាស់ថាប្រមាណដុំឲ្យបាត់ឲ្យប្រកាសគេគ្រប់គ្រងទំហំប្រមាណអីប្រមាណមុនប្រមាណក្រោយមកអត់មានហើយខ្ញុំស្រែកស្អកក៏ឲ្យរដ្ឋាភិបាលធ្វើរបាយការណ៍ហ្នឹងគាត់មិនធ្វើនេះហើយគឺជាការខ្វះការទទួលខុសត្រូវរបស់រដ្ឋាភិបាលនិងគណៈកម្មការព្រំដែនដែលមើងងាយរាសមើងងាយប្រជាពលរដ្ឋទុកឲ្យឆ្ងល់ហើយដល់ពេលភាពមន្ទិលហ្នឹងបានប្រយោជន៍នៅពេលដែលរដ្ឋាភិបាលកុំឲ្យដឹងច្បាស់អីតែដឹងច្បាស់នាំតែឈឺចាប់អញ្ចឹងអត់ដឹងច្បាស់ដល់ពេលអត់ដឹងច្បាស់ប្រជាពលរដ្ឋខ្លួនឯងខ្វះភ័ស្តុតាងទៅការពារក្តីឲ្យមិនឈ្នះគេបើដឹងហើយមិនឈ្នះគេបើយើងអត់ដឹងរបស់ខ្លួនឯងដីធម្មតាបាត់ធម្មតាអីផងទៅតតាយ៉ាងតាំងយ៉ាងម៉េចអញ្ចឹងយើងជាចំណុចខ្សោយរបស់យើងខ្លាំងមែនតើឲ្យថៃមានព្រៀបគ្រប់រឿងចឹងថៃក៏លុកសាច់ចិត្តមកហើយថៃយកដីថែមរហូតព្រោះយើងវាអត់ច្បាស់បើយើងរាយការណ៍មកម្ដុំនេះឥឡូវចូលក្រោយបាត់ឈប់បាញ់ចេះមកប្រជាប្រដ្ឋលើពិភពលោកនាំគ្នាធ្វើបាតកម្មឲ្យក៏ក្រើកយ៉ាងហោចណាស់ក៏ឲ្យដកនៅចេញវិញនៅក្នុងអាពេលក្រោយឈប់បាញ់ដែរបើយើងមិនទៅរករឿងអាបាត់ឈប់បាញ់មួយថាវារួចហើយអង្គទៅជាបាយហើយថៃលោកស្ទាសីហាគាត់សញ្ញេឲ្យគេអញ្ចឹងហើយតែអាក្រោយហ្នឹងគឺយើងត្រូវឲ្យដកឲ្យបាតកម្មឲ្យក៏ក្រើកឥឡូវគ្មានប្រជាប្រដ្ឋណាទៅបាតកម្មអីកើតអត់ដឹងថាយើងបាត់ប្រមាណហ៎បើកម្ពុជាខ្លួនឯងអត់ច្បាស់នេះយើងចាញ់គេកន្លែងហ្នឹងបងប្អូនឲ្យច្បាស់កុំថាអីណាស្អីនិយាយយើងគាំទ្រថៃអីណាអត់មានទេគឺយើងត្រូវច្បាស់ខ្លួនឯងតែយើងអត់ច្បាស់បាទឥឡូវលោក Thomas ហ្នឹងគឺគាត់ធ្វើស្អីគាត់ទៅតាមតែមើលឲ្យតែគ្រប់កិច្ចគាត់ដែរទេគាត់មិនអាចនឹងទៅសេរបាយការណ៍ថ្កោលទោសថៃកើតទេព្រោះគាត់អត់មានរបាយការណ៍នឹងបញ្ជាក់ថាថៃឆ្លៀនពៀនកម្ពុជាទេព្រោះកម្ពុជាព្រមឲ្យថៃនៅណានៅហ្នឹងម្ចាស់ផ្ទះព្រមឲ្យគេនៅណានៅហ្នឹងហើយដល់ពេលគេឆ្លៀនពៀនយើងអត់ទាំងរាយការណ៍របាយការណ៍ហ្នឹងជូនលោកហ្នឹងថាប្រមាណឲ្យច្បាស់លាស់ឥឡូវបើសរសេររបាយការណ៍ហ្នឹងហើយមាននិយមការច្បាស់លាស់ប្រមាណដុំហ្នឹងចែកផ្សាយជាសាធារណៈឲ្យប្រព័ន្ធអន្តរជាតិនេះទូរទស្សន៍វិទ្យុអីនេះផ្សាយទៅហើយខំម៉េះលោកហ៊ុនម៉ាណែតចោមនិមលសុនចន្ទថុលហើយនឹងលោកកែវរតនៈអីហ្នឹងទៅនិយាយរឿងដែលអត់បានការទៅវិញទៅប្រាប់ Bloomberg បើទៅប្រាប់គេប្រាប់អញ្ចឹងថៃឆ្លៀនពៀនខ្មែរបាត់ឈប់បាញ់មានតែ14កន្លែងទេកម្ពុជាព្រមក្រោយមកគឺថៃឆ្លៀនពៀនចូល62កន្លែងទៀតព្រោះវាឡើងដល់76អានេះបានជាសារខ្លាំងប្រាប់ថាសហគមន៍អន្តរជាតិគេដឹងថាចំអូយចុះអាម៉េចបានជាព្រមព្រៀងគ្នាហើយមិនបានថៃមកយកលបងបលាលួសលើសទៀតអាហ្នឹងយើងធ្វើបាបកម្ពុជាម៉េចគ្នាចង់បានសុខសន្តិភាពចឹងសហគមន៍អន្តរជាតិនឹងមានសមានចិត្តជាមួយខ្មែរថាយើងទ្រាំស្ងប់អត់មានតតាំងហ្នឹងត្រូវហើយប៉ុន្តែយើងមានច្បាស់លាស់ដើម្បីប្តឹងគេបានឲ្យសហគមន៍អន្តរជាតិមានសមានចិត្តឲ្យខ្មែរជួយតវ៉ាអត់ឥឡូវអត់ដឹង
អត់ដឹងដល់ពេលខាងក្រមប្រឆាំងរៀបចំធ្វើទៅចោទថាញុះញង់ទៅចោទថាចេះតែប្រមូលដើម្បីបំបាក់ទឹកចិត្តឯណាទៀតទៅអូខេឥឡូវចូលដល់រឿងបន្តទៀតបងប្អូនសហគមន៍ខ្មែរក្រៅប្រទេសគ្រោងធ្វើមហាបាតកម្មមួយនៅរដ្ឋធានី Washington ប្រឆាំងនឹងអំពើឆបោកអនឡាញសហគមន៍ខ្មែរក្រៅប្រទេសនេះគឺឃើញសាររបស់អ្នកស្រីថិតខឹមហ៊ុនដែលជាប្រធានកិច្ចការឬមន្ត្រីរបស់រដ្ឋាភិបាលក្រៅប្រទេសកិច្ចការការទូតនឹងការបរទេសអីហ្នឹងគឺគាត់រៀបចំប្រកាសថានឹងធ្វើបាតកម្មនៅថ្ងៃទី7ខែសីហាខែក្រោយនេះនៅរដ្ឋធានី Washington ហ្មងដើម្បីឲ្យប្រជាពលរដ្ឋខ្មែររួមគ្នាប្រឆាំងនឹងការឆបោកអនឡាញការជួញដូរមនុស្សហើយនឹងទាមទាររកយុត្តិធម៌គោរពសិទ្ធិមនុស្សនៅកម្ពុជាហើយចូលរួមគ្រប់គ្រងសេចក្តីព្រាងច្បាប់របស់រដ្ឋសភាអាមេរិកផងគឺ HR 5490និង S 2790ដើម្បីបញ្ចប់បណ្ដាញអក្រិតកម្មទាំងនេះបាទលោកស្រីបានបញ្ជាក់ថាសាមគ្គីជាកម្លាំងសូមបងប្អូនខ្មែរនៅទូទាំងពិភពលោកចូលរួមឲ្យបានច្រើនកកដើម្បីជោគជ័យយើងទាំងអស់គ្នាបាទបាតកម្មរឿងឆបោកអនឡាញនេះមែនតើទៅគឺខ្ញុំជឿថាគឺជាការធ្វើត្រូវពេលដែរដោយសារអីឥឡូវ FBI អាមេរិកក៏ចូលទៅស្រុកខ្មែរនិយាយពីរឿង scam អនឡាញមន្ត្រីទូតអាមេរិកថ្មីលោក Christopher Anderson ក៏បានបដិញ្ញាថាចូលទៅស្រុកខ្មែរគឺកម្ចាត់បនឆបោកអនឡាញហ្នឹងហើយចាប់ក្រុមដោះស្រាយក្រុមដែលនៅពីក្រោយខ្នងហ្នឹងឲ្យអស់អីចឹងទៀតអានេះគឺជាឱកាសមាសឲ្យសម្រាប់អ្នកតស៊ូមតិហើយនឹងសំបីតែភារៈធារីរបស់ទូតអាមេរិកអ្នកស្រី Alex Zero អីហ្នឹងក៏បដិញ្ញាដូចគ្នាអញ្ចឹងសុទ្ធតែអនឡាញសិទ្ធិមនុស្សអនឡាញសិទ្ធិមនុស្សដែលអញ្ចឹងជ្រុំឥឡូវនេះកម្ពុជាកំពុងរងសម្ពាធដែរគាត់កំចាត់បច្ឆមណ្ឌលអីរាប់ភ្លេចក៏ប៉ុន្តែត្រីធំដោយលោកកុកអានលោកលីយ៉ុងផាត់អីហ្នឹងអត់ដែលស៊ើបអង្កេតរឿងអីរឿងនេះគឺជាវិញ្ញាសាសម្រាប់កម្ពុជាហើយទៅលៀងជំរះពាក្យពេចន៍របស់លោកហ៊ុនម៉ាណែតដែលនិយាយមាត់អត់គម្របទៅ Bloomberg ដែលថារឿងលោកកុកអាននិងរឿងលោកលីយ៉ុងផាត់ជារឿងបុគ្គលអត់មែនជារឿងជាតិវាធ្វើឲ្យបាត់មុខមាត់កិត្តិយសជាតិខ្មែរហើយខំប្រឹងចងាប់ទាំងអស់គ្នាទៅជាធ្លាក់ក្នុងសាបទលេទុយទឹកទលេអញ្ចឹងជាឱកាសដើម្បីឲ្យលោកហ៊ុនម៉ាណែតបានកែខ្លួនផងគឺដោះស្រាយលោកកុកអានលោកលីយ៉ុងផាត់ហ្នឹងសិនទៅយើងចាប់ខាត់ខ្លួនគាត់ដោះស្រាយស៊ើបអង្កេតអីបើថាមិនរកយុត្តិធម៌អីយើងដឹងហើយប្រព័ន្ធតុលាការខ្មែរគ្មានឯករាជ្យឯណាទេប៉ុន្តែយ៉ាងហោចណាស់ក៏ឲ្យពិភពលោកឃើញថាជាចាត់ការខ្លះដែរហើយក៏រកយុត្តិធម៌ឲ្យអ្នកទាំងអស់នោះដែរដើម្បីថាឥឡូវបើស្អាតស្អំគេរកទៅឃើញថាស្អាតស្អំតែតុលាការខ្មែរតែហ៊ានបថុយចាប់លោកកុកអានបចាប់លោកលីយ៉ុងផាត់នេះគឺផុងខ្លួនណាផុងខ្លួនហ្នឹងត្រង់អីចាប់ទៅអ្នកនោះភ័យដាច់ខ្យល់ស្លាប់ទី2គឺរកតឡាការយកមកកាត់មកគឺអត់ប្រយោជន៍បើថាចាប់ឲ្យបញ្ជូនឲ្យអាមេរិកកាត់ដូចលោកដូចមេឆបោកអីធំឬក៏អីបើដាក់នៅដល់អាមេរិកតាមពិតគួរតែអាមេរិកជាអ្នកចាត់ការដោយលោកចិនស៊ីអីគួរបញ្ជូនមកអាមេរិកចាត់ការបានត្រូវព្រោះអីជនរងគ្រោះគឺជាជនជាតិអាមេរិកតាហើយលោកចិនស៊ីនេះមានសញ្ជាតិខ្មែរទៀតបើមិនកាត់នៅខ្មែរក៏គួរតែបញ្ជូនមកអាមេរិកទៅអត់មានទៅដកសញ្ជាតិអីទៅបញ្ជូនទៅចិនមិនបានទៅបញ្ជូននៅចិនវិញបើគាត់មានសញ្ជាតិខ្មែរហ្នឹងហើយទៅរឿងខូចប្រយោជន៍អាមេរិកហើយទៅបញ្ជូនទៅចិនឃើញយើងធ្វើខុសតំណងអញ្ចឹងហ៎យើងយករួចខ្លួនយើងគិតថាអើយទៅសម្រាមកុំឲ្យប្រឡាក់ប៉ុន្តែលោកចិនស៊ីជាជនជាតិខ្មែរតាគាត់មានសញ្ជាតិខ្មែរហើយពេលដែលបោកហ្នឹងយកខ្មែរទៅបោកឥឡូវលុយ5-10លានអាមេរិកយកអស់ខ្មែរខូចមុខអាលីងអត់បានមួយសេនហើយបញ្ជូនទៅចិនទៅទៀតគឺទៅយើងធ្វើនយោបាយបំផ្លាញខ្មែរគ្នាឯងខាត់ប្រយោជន៍គ្រប់រឿងបើទុកលោកចិនស៊ីកាត់ទោសនៅខ្មែរទី1គាត់ជាមានសញ្ជាតិខ្មែរហ្នឹងក៏យើងអាចនឹងទាលុយ$15,000 លានដែលអាមេរិកបកកនេះយកមកកសាងជាតិខ្មែរនេះខ្មែរជាជនរងគ្រោះខូចមុខខូចមាត់$15,000 លានច្រើនណាបងប្អូន$15,000 លានបើចែកតបជួមុខបានម្នាក់$10,000ចាយលេងផងអាហ្នឹងបើយើងនិយាយតែប្រចែកគ្នាណាតែយើងយកមកកសាងហេដ្ឋារចនាសម្ព័ន្ធចំពាក់លុយគេ12-13,000 លាន$ជាបំណុលប្រចាំឆ្នាំសងឲ្យអស់ហើយកុំឲ្យបង់ការប្រាក់នៅសល់លុយ3-4,000 លានយកមកអភិវឌ្ឍជាតិទៀតយើងសាកគិតមើលឥឡូវអស់ទាំងអស់ត្រីរួចក៏រស់ត្រីរស់ក៏រួចទន្សាយក៏រួចហើយដល់ពេលចុងក្រោយយើងរួចខ្លួនទៀតកម្ពុជាទៅហ៎លោកលីសុងយកអីទៅយើងខាតប្រយោជន៍យើងគ្រប់យ៉ាងតាមពិតលោកលីសុងនិងលោកចិនស៊ីនេះអត់ត្រូវដកសញ្ជាតិខ្មែរគាត់ទេព្រោះគាត់យកសញ្ជាតិខ្មែរហ្នឹងដើម្បីបោកប្រាស់គេឲ្យខូចមុខមាត់ខ្មែរ
ផលប្រយោជន៍ក្នុងនាមអ្នកមានសញ្ជាតិខ្មែរដកសញ្ជាតិខ្មែរអាលុយបកកនៅរដ្ឋាភិបាលជាតិអាមេរិកយើងមិនទៅទាគេបានព្រោះយើងថា Gen Z និងលីសុងចិននឹងបានសញ្ជាតិខ្មែរដោយខុសច្បាប់ឯណាអញ្ចឹងថាវានយោបាយហ្នឹងគឺវាខាត់ប្រយោជន៍ជាតិគ្រប់យ៉ាងបាទឥឡូវយើងបន្តទៅទៀតហើយតកតងនឹងរឿងពលរដ្ឋខ្មែរចង់ឃើញលោកសំរងស៊ីវិលចូលស្រុកខ្មែរវិញគណៈលោកកម្មសខាបាត់បង់សិទ្ធិនយោបាយខ្ញុំឃើញសារនឹងច្រើនណាស់បងប្អូនផ្ញើមកខ្ញុំថាលោកមុនរ៉េតអាចផ្សព្វផ្សាយយ៉ាងម៉េចអំពាវនាវធ្វើយ៉ាងម៉េចឲ្យលោកសំរងស៊ីប្រកាសវិលចូលស្រុកខ្មែរវិញទៅដើម្បីជាក្តីសង្ឃឹមបន្តទៀតដល់ប្រជាពលរដ្ឋខ្មែរព្រោះលោកធ្លាប់ប្រជាពលរដ្ឋដូចថាជឿជាក់លើសមត្ថភាពដឹកនាំប្រទេសដែលជាអ្នកនយោបាយដល់ល្បីអីអញ្ចឹងណាហើយណាមួយលោកកម្មសខាគ្មានសិទ្ធិនយោបាយទេសង្ឃឹមលើកុកលោកកម្មសខាដូចជាទៅសំភ្លើងយ៉ាអីអញ្ចឹងទៅព្រោះអីគេប្រឡែងគាត់បន្តិចបន្តិចហើយប្រជាពលរដ្ឋហ្នឹងកំពុងបារម្ភទៀតថាគេប្រហើបលោកកម្មសខាហ្នឹងវាហាក់បីដូចជាឲ្យមកបំផ្លាញគណៈបកប្រឆាំងនៅក្រៅប្រទេសហ្នឹងអាចធ្វើឲ្យបែកបាក់គ្នាជាជាងឲ្យរួបរวมគ្នាព្រោះដឹងថាលោកកម្មសខាតាមកអញ្ចឹងមានក្រុមកូលពោលគណៈបកសិទ្ធិមនុស្សគណៈបកសំរងស៊ីអីហ្នឹងគឺអាចនឹងធ្វើឲ្យរំជើបរំជួលនៅក្រៅប្រទេសហ្នឹងហើយផ្ទុយទៅវិញក៏អត់មានសិទ្ធិធ្វើនយោបាយអីទៀតវាធ្វើឲ្យស្ថានភាពហ្នឹងកាន់តែអស់សង្ឃឹមអីអញ្ចឹងទៅវិញប្រជាពលរដ្ឋទៅខ្វល់អញ្ចឹងវិញគាត់ថាឲ្យលោកសំរងស៊ីហ្នឹងប្រកាសវិលចូលប្រទេសវិញដូចលើកមុនដូចថ្ងៃទី19ថ្ងៃខែវិច្ឆិកាឆ្នាំ2019អីអញ្ចឹងបាទនេះគឺជាសាររបស់ប្រជាពលរដ្ឋទេខ្ញុំមិនដឹងថាលោកសំរងស៊ីឬក្រុមគាត់គិតយ៉ាងម៉េចក៏ប៉ុន្តែលោកសំរងស៊ីជាប់ទោសឡើងរហូតដល់អស់2-3ជីវិតហើយហ្នឹងទៅគាត់ចូលស្រុកខ្មែរហ្នឹងចូលតាមច្រកណាតើតែមានការលើកលែងទោសពីព្រះមហាក្សត្រហើយយើងមើលលោកកម្មសខានៅស្រុកខ្មែរសោះគេមិនទាំងលើកលែងទោសសិទ្ធិនយោបាយទេចំមុំលោកសំរងស៊ីគេកាត់ទោសគាត់ឡើង20-30ករណីហើយមួយថ្ងៃចង់តែឲ្យលោកសំរងស៊ីនឹងកុំចូលស្រុកខ្មែរហ្នឹងគឺមកនឹងយន្តហោះហ្នឹងហាមក្រុមហ៊ុនហាមអីទប់គ្រប់យ៉ាងហ្នឹងតើលោកសំរងស៊ីចូលទៅដោយរបៀបណាបាទនេះជាសារសម្រាប់លោកសំរងស៊ីទេបាទបន្តទៅទៀតគឺរបាយការណ៍សកម្មជនព្រៃឡង់និងក្រសួងបរិស្ថានមិនស៊ីគ្នារឿងបង្ក្រាបបាត់ល្មើសព្រៃឈើនៅព្រៃឡង់ថ្ងៃនេះគឺមានរឿងគួរឲ្យរកម្មចិត្តដែរបងប្អូនហើយខ្ញុំសរសើរសកម្មជនព្រៃឡង់មែនតើមានលោកម៉ាចត្រានៅក្មេងៗណាស់ហ៊ានណាស់ទៅទាំងយប់ទៅទាំងក្រុមទៅខាត់ឡានដឹកឈើបងប្អូនសាកគិតមើលពីសុវត្ថិភាពតើគាត់ទៅបថុយប្រឋានអាយុជីវិតប៉ុន្មានតើក្រុមឡានដឹកឈើដែលជួញដូរព្រៃឈើនៅព្រៃឡង់ហ្នឹងចុះបើគេមានកំភ្លើងចុះបើគេសម្លាប់បាញ់ប្រហារពួកគាត់តើជីវិតគាត់យ៉ាងម៉េចមាននរណាការពារការងារស្ម័គ្រចិត្តសោះហើយចុះមន្ត្រីបរិស្ថានដែលគេស៊ីប្រាក់ខែរដ្ឋមានប៉ូលីសមានអេឡេកុបទ័រដោយលោកហ៊ុនសែនអីសន្យាថាដំណើរណានៅតែកាប់បំផ្លាញព្រៃឈើគាត់កាត់កកគាត់កវត្តចោលអីទៅឯណាអស់ទៅអាកតុំរុយដែលថានឹងបាញ់កំចាត់បាត់ល្មើសព្រៃឈើមន្ត្រីបរិស្ថានអនុរដ្ឋលេខាធិការទីប្រឹក្សាមន្ត្រីអនុរិយអីទៅណាអស់បានឲ្យពួកគាត់ទៅប្រឈមជាមួយនឹងឈ្មួញឬក៏អ្នកដែលកាប់ឈើចេះគឺគ្រោះថ្នាក់ណាស់ខ្ញុំសរសើរវីរៈភាពប៉ុន្តែយើងដោះស្រាយបញ្ហាព្រៃឈើបើធ្វើបែបនេះគឺយើងធ្វើងាប់ហើយដាច់ខ្យល់ស្លាប់ហើយប្រជាពលរដ្ឋយប់ងងឹតស្លងទៅចាប់ខាត់ឡានហើយទៅបានទម្លាក់ឈើមកកណោហើយដល់ទៅតាក់តងនឹងអាជ្ញាធរបរិស្ថានគេថាគេរវល់អត់អាចទៅខាត់បានហើយប្រជាពលរដ្ឋអត់មានសិទ្ធិទៅខាត់អីគេទេព្រោះយើងមិនមែនជាសមត្ថកិច្ចទេណាបងប្អូននេះគឺជារឿងដែលពិបាកមែនប្រជាពលរដ្ឋគាត់អត់ជំរឿគាត់ហ៊ានទៅខាត់តើមានសិទ្ធិឯណាដែលប្រជាពលរដ្ឋទៅហ៊ានខាត់ឈើខាត់អីយើងមើលថ្ងៃមុនសំបីតែប៉ូលីសទេសចរទៅខាត់ខ្លួនប្រជាពលរដ្ឋដែលតាក់ទងករណីព្រំមិនទាន់ឥឡូវគេព្យួរជើងលោករុនរតវាសនាដែលជាមេប៉ូលីសទេសចរនឹងផងចំហ្មងប្រជាពលរដ្ឋគាត់បថុយមែនតើណាចឹងមិនថាអស់លោកពិនិត្យមើលអាហ្នឹងឯមែនតើហើយឥឡូវដល់ពេលចាប់បានហើយរបាយការណ៍ក្តារដែលពេលសកម្មជនព្រៃឡង់ដូចលោកម៉ាចត្រាអីហ្នឹងទៅរកឃើញជាង200សន្លឹក250សន្លឹកជាងប្រទេសជាងដល់ពេលអាជ្ញាធរបរិស្ថានចូលទៅចាប់ទៅរាយការណ៍ឃើញសល់តែ50សន្លឹកហើយរបាយការណ៍ហ្នឹងគឺផ្ទុយគ្នាខុសគ្នាទៅទៀតលោកម៉ាចត្រាហ្នឹងគាត់ថាគាត់នឹងទៅស្នាក់ការប៉ូលីសទៅខាងក្រមបរិស្ថានហ្នឹងហេតុអីបានរបាយការណ៍ផ្ទុយគ្នានិយាយខុសការពិតខាងក្រសួងបរិស្ថានគេចេញសេចក្តីរាយការណ៍របស់គេមួយគេសរសើរដែរសរសើរសកម្មជនបរិស្ថានអីសង្គមជួយផ្ដល់ដំណឹងបកុំអញ្ចឹងមិនមែនបានចោះទៅជួយគ្នាជួយបក្រាបតែខាងព្រៃឡង់គេថាទៅតាក់តងថាអត់មានមនុស្សឯរវល់ដល់ទៅពេលគេរត់អស់បានមកទៅឃើញអាក្តារដែល
ក្រុមប្រជាពលរដ្ឋចាប់ឃាត់ឡានហ្នឹងគឺម្ចាស់ឡានហ្នឹងទម្លាក់ក្តារហ្នឹងចោលអស់យកឡានទៅបាត់ទៅព្រោះគ្នាមានតែហ៊ានឃាត់ឡានឲ្យគេបុកងាប់បើយើងមានកាភ្លើងមានអីណាដល់ពេលអាក្តារប្រទះធ្លាក់អស់ហ្នឹងពេលឮថាចាប់បានកាលមន្ត្រីណែសកម្មជនព្រៃឡង់ថាចាប់បាន200ស្លឹកជាងដល់ពេលមន្ត្រីបរិស្ថានថតរូបឃើញតែ50ស្លឹកទៀតហើយទៅរាយការណ៍មកថាអឺអើយតាក់តងរឿងនេះខ្ញុំទុកឲ្យពួកគាត់ដោះស្រាយទៅបងប្អូនវាវល់មុខណាស់ព្រោះអារឿងព្រៃឈើនេះមិនគួរណាអំពុលទុកបងប្អូនសហគមន៍អត់ចប់យ៉ាងនេះទេវាគួរតែមន្ត្រីបរិស្ថានដែលស៊ីប្រាក់ខែរដ្ឋប្រាក់ខែរាជហ្នឹងគឺដោះស្រាយបានមិនឲ្យគាត់ប្រឈមគ្រោះថ្នាក់ទេបាទឥឡូវទុកឲ្យគាត់ដោះស្រាយចុះខ្ញុំនឹងតាមដានព័ត៌មានបន្តទៀតឥឡូវតាក់ទងនឹងរឿងផឹងសុភាហើយនឹងសានសិទ្ធវិញចេញពីពន្ធនាគារមកសច្ចាថាអឺដោះស្រាយបញ្ហាធ្វើកិច្ចការងារបន្តទៀតផ្សព្វផ្សាយរឿងណែកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអីហ្នឹងអញ្ចឹងទៅខ្ញុំបានទទួលព័ត៌មាននេះពី